នេះហើយបងប្អូននេះចេញពីធ្វើការឆ្លៀតមកបេះសាឡារីចាបន្លែហ្នឹងគឺឈ្មោះសាឡារីអញ្ចឹងណាថ្ងៃហ្នឹងគឺខ្ញុំបេះយកមកស្លម្ជូរអញ្ចឹងបងប្អូនហើយនិយាយទៅលើកទី1ហើយយកមកស្លម្ជូរចាភាគច្រើនសាឡារីហ្នឹងគឺខ្ញុំបេះយកទៅធ្វើស៊ុបអញ្ចឹងណាជំនួសឲ្យជីវ៉ាន់ស៊ុយគឺឈ្ងុយមែនតើបងប្អូនហើយឥឡូវខ្ញុំយកទៅស្លម្ជូរឆ្ងាញ់ដូចគ្នាហើយកាលពីមួយខែមុននោះខ្ញុំបេះយកទៅស្លប្រហើរឆ្ងាញ់ហើយរសជាតិវារៀងផ្អែមអញ្ចឹងណាបងប្អូនហើយក្រៅពីធ្វើស៊ុបហើយនឹងម្ជូរហើយនឹងប្រហើរបងប្អូនយកសាឡារីហ្នឹងទៅធ្វើអីទៀតបងប្អូនណាដឹងជួយ comment ផងព្រោះអីបន្លែហ្នឹងនៅក្រេបានមានអញ្ចឹងណា